បាទសួស្តីពុកម៉ែបងប្អូនគ្នាបាទហើយនេះខ្ញុំបានធ្វើការពិសោធន៍អីកញ្ញុងអណ្ដែតទឹកមានបងប្រុសម្នាក់គាត់នៅខាងនៅតាមបណ្ដាខេត្តផ្សេងដែរហើយគាត់សុំចែកឈៀវនៅព្រះអង្គកញ្ញុងអណ្ដែតទឹកបាទហើយកញ្ញុងអណ្ដែតទឹកនេះដែរការឆ្លាក់នៃព្រះអង្គគឺឆ្លាក់រួចហើយបាទឥឡូវម្ចាស់គាត់ឲ្យបញ្ចុះគាត់ឆ្លាញ់នៅការបញ្ចុះនៃបញ្ញាកាយទាំង7មុខបាទមានបញ្ញាកាយរ៉ូស៊ីហើយនិងបញ្ញាកាយខាងការពារបាទគាត់កំងយកបញ្ញាកាយដើមស្នោដើមស្ដៅកទួតព្រៃនិងបញ្ញាកាយដើមមានបាទហើយនឹងក៏ត្រាំងខេតហើយនឹងបញ្ញាដើមស្ដៅហើយមួយទៀតគឺបញ្ញាដើមរាជបាទគឺបញ្ចុះចូលគ្នាហើយបាទហើយនេះគឺជាការពិសោធន៍នៃការដាក់ចុះក្នុងទឹកតើអណ្ដែតឬទេបាទហើយចំពោះការសាងនៃតួអង្គកញ្ញុងអណ្ដែតទឹកនេះបាទកញ្ញុងធម្មតាយើងគឺអត់អណ្ដែតទេបាទកញ្ញុងធម្មតាយើងគឺលិចហើយមានបងប្អូនមួយចំនួនគាត់និយាយថាកញ្ញុងឲ្យតែប្រភេទកញ្ញុងរឹសបាទគឺអណ្ដែតហើយបាទអានោះជាក់ស្ដែងកញ្ញុងរឹសគឺអណ្ដែតមែនបាទប៉ុន្តែសម្រាប់ការធ្វើជាវត្ថុស័ក្តិសិទ្ធិហើយនឹងរោគនៅវត្ថុស័ក្តិសិទ្ធិផ្សេងៗនៅក្នុងការគោរពបូជាថែសារឲ្យមានជំនឿហើយមាននៅភាពជឿជាក់ហើយវត្ថុនេះតែងតែស័ក្តិសិទ្ធិដោយក្តីប៉ងប្រាថ្នារបស់យើងរាល់គ្នាដែលគ្រប់ថែសារគឺយើងរកដើមក្រញូងដូចគ្នាបាទប៉ុន្តែមិនមែនកញ្ញុងរឹសទេបាទកញ្ញុងដើមធម្មតាហើយទម្ងន់ផាកផាយគ្នាបាទទម្ងន់ផាកផាយគ្នាប៉ុន្តែម្ដុំលិចម្ដុំទៀតអណ្ដែតបាទខុសគ្នាបាទហើយការខុសគ្នានេះឯងដែលយើងយកមកឆ្លាក់ឬក៏ទៅជាកលឹងអីផ្សេងដើម្បីធ្វើជាបន្តោងខ្សែកឬក៏ជាខ្សែដៃជាខ្សែកបន្តោងខ្សែកផ្សេងបាទហើយពាក់ព័ន្ធមួយកញ្ញុងនេះដូចខ្ញុំបញ្ជាក់ខាងដើមមិញអញ្ចឹងគឺការពិសោធន៍បងប្អូនយកកញ្ញុងដើមបាទកញ្ញុងដើមកុំយកកញ្ញុងរឹសបើកញ្ញុងរឹសភាគច្រើនគឺអណ្ដែតមែនបាទអញ្ចឹងយកកញ្ញុងដើមប៉ុនក៏ដៃក៏ដោយប៉ុនផ្លូវក៏ដោយយកមកបងប្អូនដាក់ទឹកមួយធុងហើយដាក់ចូលក្នុងធុងទៅមួយណាអណ្ដែតចាំយកមួយនឹងយកទៅប្រើប្រាស់ណានេះជាបរមរាមខ្មែរយើងពាក់ព័ន្ធមួយកញ្ញុងអណ្ដែតទឹកនេះលោកឲ្យតម្លៃថានឹងមាននៅទេវរៈថែសានៅក្នុងក្លឹមក្រញូងនោះមានទេវតារុក្ខទេវតាផ្សេងដែលលោកថែសានៅក្នុងក្រញូងនឹងហើយសាច់ស្អាតដូចគ្នាសាច់តាន់ដូចគ្នាប៉ុន្តែអណ្ដែតទឹកបាទមួយទៀតគឺអត់អណ្ដែតទេម្ល៉េះហើយបានលោកឲ្យតម្លៃលើកញ្ញុងអណ្ដែតទឹកនេះគឺប្រើប្រាស់ខាងជួយលើករាសីបាទប្រើប្រាស់យកជាធ្វើជាកម្មខ្សែកខ្សែដៃឬមួយក៏កលឹងធ្វើជាអីផ្សេងតាមបងប្អូនស្រឡាញ់ចូលចិត្តហើយនឹងសាងជាតួអង្គព្រះអង្គផ្សេងដើម្បីធ្វើជាបន្តោងខ្សែកឬក៏របស់ឬក៏សាងជាតួអង្គធំដើម្បីយកទៅដាក់នៅគោរពថែសារក្នុងផ្ទះឬក៏ក្នុងអាសនៈឬក៏ហឹងគ្រូបាត់ជាណានីមួយគឺលោកឲ្យយករបស់អណ្ដែតនេះឯងដូចជាកញ្ញុងអណ្ដែតទឹកហើយនឹងបញ្ញាក្អែកមួយចំនួនដែលចាំបាច់ត្រូវប្រើខាងលើករិស័យខាងរ៉ូស៊ីខាងគេស្រឡាញ់ចូលចិត្តហើយនឹងខាងការពារអបទ្រុបផ្សេងនិងខាងការពារនៅគ្រឿងស្ត្រាវុធនានាបាទហើយកញ្ញុងអណ្ដែតទឹកនេះគឺជាវត្ថុពិសេសមួយដែរបាទសម្រាប់បងប្អូនទាំងអស់គ្នាស្វែងរកងាយស្រួលនឹងរកបាទបងប្អូនឲ្យទៅឃើញជាដុំកញ្ញុងបាទយើងសាកមើលទៅណាហើយយើងសាកមើលយើងតម្លាក់ចូលទឹកទៅបើកញ្ញុងណាអណ្ដែតយើងយកមកប្រើការចោះបាទកញ្ញុងមិនអណ្ដែតក៏យើងប្រើបានដែរតែលោកឲ្យតម្លៃថាជាក្លឹមឈើដែលក្តៅយើងឆ្លាក់ជាតួព្រះអង្គអត់សូវមានឫទ្ធិបកែដូចពាក់ព័ន្ធមួយកញ្ញុងអណ្ដែតទឹកទេបាទកញ្ញុងអណ្ដែតទឹកនេះគឺមានភាពបកែស័ក្តិសិទ្ធិ
ជាងប្រភេទកញ្ញុងយើងធម្មតាប៉ុន្តែលោកឲ្យតម្លៃបកែដូចនាងពួនឈើដូចជានាងពួននៅក្នុងឈើគឺបកែដូចគ្នាបាទហើយនេះគឺកញ្ញុងខ្មៅបាទកញ្ញុងវាមានពីរប្រភេទវាមានកញ្ញុងពណ៌ឈាមមាន់គេហៅកញ្ញុងក្រហមហ្នឹងហើយមួយទៀតកញ្ញុងខ្មៅបាទកញ្ញុងនេះគឺកញ្ញុងខ្មៅអត់មានឡាយពណ៌ក្រហមទេបាទខ្មៅក្លឹបតែម្ដងហើយហ្នឹងហើយចាំមើលខ្ញុំបាទដាក់ពិសោធន៍ក្នុងទឹកឲ្យបងប្អូនមើលបាទគឺខ្ញុំធ្វើការទម្លាក់តែម្ដងហើយនេះគឺលូទឹកបាទគឺជម្រៅប្រហែលជាកន្លះម៉ែត្រដែរអញ្ចឹងខ្ញុំទម្លាក់ពីលើទៅបាទបងប្អូនចាំមើលទាំងអស់គ្នាតើអណ្ដែតមែនឬអត់បាទនេះបាទគឺអណ្ដែតហើយបាទអណ្ដែតដូចប៉ោលស្ទូចត្រីហើយបាទតួអង្គព្រះអង្គបាទតិចតិជុំណាបាទយកព្រះអង្គមកស្រង់ទឹកបាទគឺអណ្ដែតមែនទេអណ្ដែតខ្លាំងមានកញ្ញុងខ្លះអណ្ដែតដែរប៉ុន្តែអត់អណ្ដែតខ្លាំងទេតែកញ្ញុងនេះអណ្ដែតខ្លាំងអណ្ដែតមែនទេហើយមានสีស្រស់ស្អាតបាទមានភាពស្រស់ស្អាតហើយនឹងបញ្ចុះនៅបញ្ញាពិសេសទៀតបាទធ្វើជាបន្តោងខ្សែកខ្នាតធំបាទតួអង្គព្រះអង្គគឺខ្នាតធំជាងមេជើងបាទលហើយបន្តោងខ្សែកតលតអ្នកមៀតធំល្មមបានគីឡូត្រឹម8 9អីបានអាចពាក់ទៅសំរុំបាទឬក៏យើងយកទៅដាក់តាំងនៅក្នុងឡានក៏បានដែរបាទតាំងនៅក្នុងឡានដាក់ទៅមានភាពទាញស្អាតហើយនឹងបកែទៀតបាទជួយការពារឧបទ្រពផ្សេងការមើលមិនឃើញការបាំងការបិទផ្សេងតាមផ្លូវដែលយើងធ្វើដំណើរបាទគឺយើងយកទៅដាក់ទៅក្នុងនេះតួអង្គព្រះអង្គក្នុងនេះមានតួអង្គព្រះអង្គប្រណិតហ្នឹងហើយនឹងតួអង្គព្រះអង្គសីវលីលៀបទៀតបាទហើយនេះគឺជាតួអង្គព្រះកម្ចាយណៈមហាកម្ចាយណៈហើយខាងនេះគឺតួអង្គព្រះអង្គខ្វាមទៀតបាទអញ្ចឹងបងប្រុសដែលគាត់ស្រឡាញ់ចង់បានគាត់កំងឲ្យរៀបចំរបៀបនេះបាទគឺគាត់គិតដិតដល់ដែរបាទគឺបានទាំងព្រមបានទាំងការពារបានទាំងខាងរកស៊ីបានទាំងខាងមហាស្នេហ៍យមខាងបិទបាំងនៅគ្រឿងក្របផ្សេងគ្រឿងទុះឬក៏បិទបាំងនៅឧបទ្រពអាក្រក់ទាំងឡាយទាំងពួងបាទមានទាំងកំ pl េបាទហើយយើងបកកែត្រង់យើងបានចុះនៅបញ្ញាខែទាំង7មុខទៀតហើយតួអង្គព្រះអង្គកាន់តែមានលទ្ធិភាពបាទហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបាទនេះជាការចែកជូននៃការពិសោធន៍នៃកញ្ញុងអណ្ដែតទឹកគឺអណ្ដែតពិតប្រាកដបាទហើយដូចខ្ញុំបានប្រាប់អញ្ចឹងគឺពុកម៉ែបងប្អូនរោគកញ្ញុងគឺរោគកុំឲ្យរោគកញ្ញុងរឹសបាទយកកញ្ញុងដើមទម្ងន់ធ្ងន់ដូចគ្នាតែដាក់ទឹកទៅអណ្ដែតនឹងប្រហែលគេយកណាបាទបើធម្មតាគឺលិចហើយកញ្ញុងធម្មតាកញ្ញុងគឺធ្ងន់ស្រាប់ហើយដាក់ទៅដឹងតែលិចហើយប៉ុន្តែមួយណាអណ្ដែតចាំយើងយកណាបាទហើយវីដេអូនោះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះអរគុណបាទ